ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នានៅរឿងនិទានមួយនិយាយអំពីកូននេនចាអញ្ចឹងមានកូននេនមួយអង្គគាត់បានបួសរៀនស្នាក់នៅក្នុងវត្តអារាមមួយហើយពេលដែលគាត់បានទៅស្នាក់នៅក្នុងវត្តអារាមគឺគាត់ទទួលបានការលេងសើចពីសំណាក់លោកសង្ឃសុំធំដែលស្នាក់នៅក្នុងវត្តអារាមនោះការលេងសើចទាំងអស់នេះបានធ្វើឲ្យលោកនេនចាកូននេនទូចមានការអន់សម្ពុនចិត្តនិងមានការពិបាកចិត្តជាខ្លាំងពេលយប់មួយពេលដែលគាត់កំពុងតែសឹងគាត់ក៏បាននឹកគិតថាតើគាត់អាចនៅបន្តស្នាក់នៅក្នុងវត្តអារាមដែរឬទេមានន័យថាគាត់ចង់សឹកពេលយប់នោះដែរគាត់ក៏សម្រេចចិត្តថាស្អែកឡើងគាត់នឹងយករឿងទាំងអស់នេះទៅប្រាប់លោកសង្ឃចំណាស់ក្រោយមកបន្ទាប់ពីដល់ព្រឹកឡើងគាត់ក៏បានទៅកន្លែងរបស់លោកសង្ឃចំណាស់ហើយក៏បាននិយាយទៅកាន់លោកសង្ឃចំណាស់ថាលោកគ្រូខ្ញុំមានរឿងពិបាកចិត្តនឹងទុក្ខកង្វល់មួយចំនួនចង់ពិភាក្សានិងសូមយោបល់ពីលោកគ្រូលោកសង្ឃចំណាស់នោះក៏បាននិយាយទៅកាន់កូននេនថាល្អតើអ្នកមានរឿងអ្វីអ្នកឆាប់និយាយមកពេលនោះដោយសារការខ្មាស់អៀនកូននេនបានអោនមុខចុះហើយនិយាយទៅកាន់លោកគ្រូថាលោកគ្រូខ្ញុំមានទុក្ខកង្វល់មួយចំនួននិងពិបាកនៅក្នុងចិត្តតើខ្ញុំកណាគួរទៅធ្វើបែបណាដើម្បីឲ្យទុក្ខទាំងអស់នោះរលាយបាត់ពេលដែលលោកសង្ឃចំណាស់ស្ដាប់កូននេនបរិយាយឬក៏និយាយចប់ហើយលោកសង្ឃចំណាស់នោះក៏បានយកអំបិលមួយជីបនិងទឹកមួយកូនកែវហើយគាត់ក៏បានយកអំបិលនោះដាក់ចូលទៅក្នុងកូនកែវទឹកពេលនោះគាត់ក៏បានកូរហើយក៏យកទឹកនោះឲ្យកូននេនភ្លក់ពេលដែលកូននេនបានភ្លក់ហើយកូននេនក៏បានប្រាប់ទៅកាន់លោកគ្រូថាមានរសជាតិប្រៃបន្ទាប់មកលោកសង្ឃចំណាស់ក៏បានបបួលកូននេនទៅក្រោយវត្តហើយគាត់ក៏បានកាន់នៅអំបិលមួយបាវធំពេលដែលគាត់កាន់អំបិលមួយបាវធំទៅដល់បឹងខាងក្រោយគាត់ក៏បានចាក់អំបិលនោះចូលទៅក្នុងបឹងពេលនោះគាត់ក៏បានឲ្យកូននេនដងទឹកនោះឆាន់ពេលនោះកូននេនក៏បានដងទឹកនោះឆាន់ហើយគាត់សាប់តាភ្ញាក់ព្រោះដោយសារតាទឹកនោះមានរសជាតិឆ្ងាញ់ដោយកូននេនមិនមានអារម្មណ៍ថាប្រៃបន្តិចសោះពេលនោះហើយលោកសង្ឃចំណាស់គាត់ក៏បាននិយាយទៅកាន់កូននេនថាទឹកដែលនៅក្នុងកែវនិងទឹកដែលនៅក្នុងបឹងវាប្រៀបបានដូចជាចិត្តរបស់យើងហើយអំបិលគឺវាប្រៀបបានដូចជាទុក្ខកង្វល់ដែលយើងជួបមិនថាទុក្ខកង្វល់ឬក៏បញ្ហានោះតូចតិចតួចក៏ដោយឲ្យតែចិត្តរបស់យើងតូចចង្អៀតនោះវានឹងងាយជះឥទ្ធិពលទៅលើការរស់នៅប្រចាំថ្ងៃរបស់យើងប៉ុន្តែប្រសិនបើចិត្តរបស់យើងទូលាយមានមេត្តាករុណានោះទុក្ខកង្វល់ផ្សេងដែលនៅខាងក្រៅវានឹងមិនងាយជះឥទ្ធិពលមកលើការរស់នៅរបស់យើងឡើយកាលណាដែលទឹកចិត្តរបស់យើងតូចនោះពេលដែលយើងជួបបញ្ហាអ្វីមួយវានឹងធ្វើឲ្យយើងងាយប្រតិកម្មទៅកាន់បញ្ហានោះយ៉ាងលឿនដោយមិនបានគិតពិចារណាជាមុនតែបើយើងមានបញ្ញាមានចិត្តទូលាយយើងនឹងទទួលយករឿងនោះហើយរៀនសូត្រពីវាហើយកែប្រែនៅអ្វីដែលមិនល្អជារបស់យើងអរគុណសម្រាប់ការស្ដាប់